ជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តថ្ងៃនេះមានដំណឹងថ្មីទៀតហើយតាក់ទងទៅនឹងព្រះសង្ឃថៃធុដងចំនួន12អង្គទៀតដែលព្រះសង្ឃទាំងនេះកំពុងតែជួបគ្រោះអាសន្នធំដោយព្រះសង្ឃចំនួន12អង្គទៅធុដងមិនព្រមដើរនៅលើដីគោកពីព្រោះថាព្រះសង្ឃទាំងនេះខ្លាចដូចលើកមុនជួបគ្រោះមហន្តរាយដល់លោកជាច្រើនអង្គដោយសារតែក្មេងប្រុសលួចបើកឡានរបស់ម៉ែឪមកបុករះយ៉ាងសាហាវមកលើព្រះសង្ឃធ្វើឲ្យព្រះសង្ឃទាំងនេះខ្លាចរអាទៅវិញទើបបានផ្លាស់ប្ដូរផ្នត់គំនិតឈប់ធ្វើធុដងនៅលើដីគោកនិងធ្វើធុដងនៅតាមផ្លូវទឹកម្ដងដោយបានមូលមតិគ្នានិងសម្រេចចាត់ធុដងនៅក្នុងព្រៃនិងប្រើវិធីសាស្ត្រថ្មីដោយព្រះសង្ឃនឹងធ្វើដំណើរទៅតាមក្បួនម្ដងបងប្អូនខ្ញុំមានអារម្មណ៍ថាទុកចិត្តអត់បានសូមព្យាយាមសូមកុំសើចខ្លាចបាបអញ្ចឹងក្បួននោះគឺបានបាក់បំណែកធ្វើឲ្យព្រះសង្ឃចំនួន12អង្គមានការភ័យខ្លាចស្លន់ស្លោតែម្ដងក្បួនក៏បានរហែកចែកគ្នាជាច្រើនបំណាក់ក៏បានលិចទៅក្នុងទឹកតែម្ដងអញ្ចឹងបងប្អូនសម័យមើលតើនៅរស់ដែរឬទេចំណែកឯស្បង់ចពោរទេរតាយជំពាក់វៈវិនគ្នាពេញទៅក្នុងទឹកពុកម៉ែបងប្អូនប្រិយមិត្តសូមបញ្ជាក់ផងដែរថាព្រះសង្ឃធុដងទាំងនេះសិតតែបានចូលរួមប្លន់ទឹកដីខ្មែរជួយសាងសង់ព្រះសង្ឃសាងសង់របងលួចទ្រព្យសម្បត្តិវប្បធម៌ដូនតារបស់កម្ពុជាតើនេះគឺជាបាបកម្មឬយ៉ាងណាបងប្អូនដោយសារតែព្រះសង្ឃជាអ្នកបួសជាអ្នកសន្សំកុសលមិនបៀតបៀនអ្នកដទៃជាពិសេសទឹកចិត្តជ្រះថ្លាមិនបំផ្លាញអ្នកដទៃតើកម្មផលបានហុចអោយបែបនេះវាជាកម្មផលឬបែបណាបងប្អូនប្រិយមិត្តរឿងនេះមិនសើចមិនយំនោះទេក៏ប៉ុន្តែសង្ឃទាំងនេះពិតជាបានចូលរួមប្លន់ទឹកដីរបស់កម្ពុជារបស់ដូនតាយើងពិតប្រាកដមែនវីដេអូមួយคลิปនេះសង្ឃឹមថាពុកម៉ែបងប្អូននឹងស្រឡាញ់និងចូលចិត្តនិងជួយ share ចែករំលែកដើម្បីបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃជាចុងក្រោយមានអ្វីក្រៅពីជូនពរពុកម៉ែបងប្អូនសុខសប្បាយគ្រប់គ្នានាងខ្ញុំដុងច័ន្ទជាអ្នកអត្ថាធិប្បាយជម្រាបលាជួបគ្នាជាមួយនឹងបងប្អូនសាចិត្តមិនប្តឹងថៃបាយជាមកប្តឹងខ្មែរគ្នាឯងតើទង្វើនិងសកម្មភាពទាំងអស់នេះគឺជាខ្មែរដែរទេបងប្អូនណានៅថ្ងៃនេះថ្ងៃ14ខែ7 2020សកម្មភាពរបស់ប្រឆាំងខ្មែរមួយចំនួននៅថ្ងៃនេះជាពិសេសសំរងស៊ីហើយនឹងដៃជើងរបស់សំរងស៊ីតែធ្វើការប្តឹងមកសម្ដេចមករាជរដ្ឋាភិបាលទៅលើ ICC ពុកម៉ែបងប្អូនសួរថាទង្វើទាំងអស់នេះនៅក្នុងកលៈទេសៈនេះតើល្អដែរទេតើជាកូនខ្មែរដែរទេតើជាសញ្ជាតិខ្មែរដែរទេទាំងអស់នេះគ្រាន់តែជាអំណាចនយោបាយរបស់ខ្លួនឯងចង់ដួលរលំរាជរដ្ឋាភិបាលចង់ទម្លាក់សម្ដេចសួរថាទង្វើនេះទម្លាក់ដើម្បីទម្លាក់ដើម្បីឲ្យប្រទេសថៃគ្រប់គ្រងមកប្រទេសខ្មែរព្រោះអស់លោកទាំងអស់នោះលក់ក្បាលឲ្យប្រទេសសៀមរួចនេះដូចវ៉ាន់លក្ខណៈស្អីសិតតែអីគេជំរុញញាក់ស្អីគេក្នុងតលៈស័កហ្នឹងត្រូវការជំរុញបែបអញ្ចឹងទៀតមែនហេតុអីមិនប្តឹងថៃនាំគ្នាចូលរួមគ្នាទាំងអស់ប្រទេសថៃបកប្រឆាំងមកប្រទេសថៃគ្រាន់តែបញ្ហាវិវាទមួយកម្ពុជាភ្លាមពួកហ្នឹងវាគ្រប់គ្រងរាជរដ្ឋាភិបាលវាភ្លាមជំរុញឲ្យឈ្លានពានមកទឹកដីកម្ពុជាចុះលោកឯងជាខ្មែរនេះហ៎អត់មានវិធានការអីសម្រាប់ជាជួរក្រោយជំរុញរាជរដ្ឋាភិបាលបែបម៉េចផ្ដាល់ណាយុទ្ធសាស្ត្រខ្លះជូនទៅរាជរដ្ឋាភិបាលមិនផ្ដាល់ទៅឲ្យភ្លាមតែផ្ដាល់ទៅតាមនេះsocial media នេះបន្ថែមទៅតើបានទេឬក៏ត្រូវការកម្ចាត់ដោយសារលក់ក្បាលតជំនាន់ណាសំរងស៊ីនេះលក់ក្បាលតជំនាន់តាំងពីសៅមសេរីមែនតាំងពីឪពុកខ្លួនឯងមែនណាមួយសម្ដេចតារឿងប្រាសាទព្រះវិហារតាំង1949ណាចូលដៃមួយសៀមណាចង់ឲ្យខ្លួនឯងនឹងគ្រប់គ្រងប្រទេសទាំងនោះគ្រប់គ្រងបែបម៉េចបលុះក្បាលលក់ជាតិអស់ហើយហ្នឹងសួរតែគ្រប់គ្រងបែបម៉េចនៅក្នុងកលៈទេសៈមួយនេះបកប្រឆាំងទាំងអស់គួរតែជំរុញណាគួរតែរកវិធីសាស្ត្របែបម៉េចទៅតទល់មួយថៃមិនមែនទៅខាងថៃជំរុញផ្ដួលរលំរាជរដ្ឋាភិបាលនៅក្នុងកលៈទេសៈមួយហ្នឹងទេបើប្រទេសខ្មែរនៅក្នុងកលៈទេសៈមួយហ្នឹងបើបាត់បង់ឋានៈទឹកនាំកម្ពុជាហើយប្រទេសថៃយកបានប្រទេសខ្មែរទាំងញីណាដោយមិនបាច់ប្រើយុទ្ធសាស្ត្រអីទេទទួលស្គាល់យុទ្ធសាស្ត្រឈ្លានពានសង្គ្រាមយើងទប់ទល់បានមួយចំនួនក៏ប៉ុន្តែណា
មិនឲ្យគេវាយទាំងស្រុងទេការទូតនឹងឲ្យតែយើងខ្លាំងបំផុតហេតុអីក៏ត្រូវផ្ដួលការទូតមករាជរដ្ឋាភិបាលមកប្រទេសកម្ពុជាទៀតហេតុអីលោកឯងលែងជាសញ្ជាតិខ្មែរហើយអស់លោកឯងណាដែលនៅក្រៅប្រទេសតែខ្ញុំផ្ដាំផ្ញើបែបហ្នឹងហើយគួរពិចារណាបែបវិញណានៅក្នុងកលៈទេសៈមួយហ្នឹងចេះតែមានគ្រប់សពបែបយ៉ាងពុកម៉ែបងប្អូនមកមានព័ត៌មានបន្ថែមខ្ញុំនឹងផ្សព្វផ្សាយជូនពុកម៉ែបងប្អូនបន្តទៀតរាល់សកម្មភាពដែលឈ្លានពានទឹកដីកម្ពុជា